នេះជាវិធី clean heart របស់ option 325ចឹងយើងបើកវាភ្លឺសិនមកដល់ពេលយើង clean heart យើងចុចនេះសញ្ញាទឹកថ្នាំមកខាងនេះអស់ជាប់ទៅដល់ទៅភ្លើងវាលោតបាទពេលភ្លើងនឹងលោតហើយយើងដកដៃមកចឹង heart នឹងចាប់តាម clean ហើយយើងរងចាំវារហូតដល់ភ្លើងនេះភ្លើងឈប់លោតហើយអានោះមិនដែល clean ហើយបានយើងបិទវាចោលហើយបានយើងចាប់ផ្ដើមធ្វើ clean ទឹកថ្នាំម្ដងឥឡូវនេះភ្លើងនេះចាប់ឡើងលេងលោតហើយចឹងមិនលេងលោតអស់រយៈពេលយ៉ាងយូរមិញយើងចាប់ផ្ដើមបិទតែម្ដងបាទបិទវាយ៉ាងមកនឹងលុតសិនចឹងលុតហើយពេលលុតយើងព្យាយាមចុចអានេះដំបូងឲ្យជាប់ហើយចុចនេះជាប់ដើម្បីឲ្យភ្លើងនេះលោតឡើងចាំមិនឲ្យវា clean ទឹកថ្នាំវានឹងចេញ clean ទឹកថ្នាំបែបនេះតើវាដាច់ពណ៌កន្លែងណាវានឹងមិនជាឥឡូវយើងចាប់ផ្ដើមចុចតាមហ្នឹងចុចអានេះមុនហើយយើងចុច power ជាប់ពេល power load ហើយគឺយើងដកដៃ power មុនហើយបើយើងដកដៃបន្តមកយ៉ាងទៀតវានឹងមានកระดาษចេញតេស្តទឹកថ្នាំមកយើងមើលថាតើទឹកថ្នាំហ្នឹងវានៅដាច់ត្រង់កន្លែងណាវាចេញមកលើហើយsaoដាច់ទឹកថ្នាំពណ៌ខ្មៅនេះចេញមកបានដាក់ចេញមកយើងទៅមើលទឹកថ្នាំតើយើងតេស្តទៅវានឹងដាច់ត្រង់ហ្នឹងបាទចាំវានឹងដាច់ពីកន្លែងទូចនេះហើយខ្មៅនេះចឹងយើងតើព្យាយាម clean ម្ដងទៀត